បងប្អូនអរគ្នាខានឃើញ Oppo Find X7 Ultra មួយរយៈដល់ពេលឃើញកាន់មកវិញពណ៌ខ្មៅនេះគឺស្រស់ស្អាតមែនតើបងប្អូនអរគ្នាសម្រាប់ម្ដងនេះគឺមួយទឹកបងប្អូនអរគ្នាដែលស្រឡាញ់ហើយមិនចង់ប្រើជាមួយនឹងរបស់ថ្មីថ្ងៃនេះខ្ញុំបានមកម្ដង Oppo Find X7 Ultra ម្ដងនេះ RAM 610 512G ជាមួយនឹង SIM 2ហើយក៏តម្លៃក៏រាំងពិសេសផងដែរ$715ទេបងប្អូនអរគ្នាយកទៅប្រើប្រាស់បានហើយជាមួយនឹងវ៉ាន់ម្ដងនេះហើយសម្រាប់ condition គឺសម្រាប់ម្ដងនេះគឺវាតិចតួចបងប្អូនអរគ្នានេះខាងលើនេះតិចតួចតែប៉ុណ្្នឹងទេហើយវាមានស្នាមអីនៅលើសរសៃសក់លើអេក្រង់លើអីទេបងប្អូនអរគ្នាសម្រាប់ម្ដងនេះសម្រាប់តែជនដែលគាត់ចង់បានអាចធ្វើការរកបានបងប្អូនអរគ្នាសម្រាប់ម្ដងនេះគឺអែមខ្លាំងមែនតើហើយកាមេរ៉ាហ្នឹងគឺថតរូបថតដីគឺច្បាស់ខ្លាំងណាស់បងប្អូនអរគ្នាដែលគាត់ធ្លាប់ប្រើគាត់ធ្លាប់អីគឺគាត់ដឹងហើយជាមួយនឹង Oppo Find X7 Ultra នេះញាក់សាច់បងប្អូនហើយជាមួយនឹងកាមេរ៉ាបើនិយាយទៅសម្រាប់ Oppo មួយគឺកាមេរ៉ាគេគឺស៊េរី Oppo Find X ហ្នឹងគឺ the best តែម្ដងបងប្អូនអរគ្នានៅកាមេរ៉ារូបភាពចេញមកគឺមួយស្លឹកគឺអែមខ្លាំងមែនតើហើយសម្រាប់តែជនដែលគាត់ស្រឡាញ់គាត់ចង់បាន Oppo Find X7 Ultra មួយទឹកអាចមករកបានហាងលក់ទូរស័ព្ទដៃ B1 បងប្អូនអរគ្នាសម្រាប់ម្ដងនេះគឺ Chinese បងប្អូនអរគ្នា stock គីឡូធ្ងន់អតិជនទាំងអស់គ្នាបាទ stock គីឡូធ្ងន់អានេះគឺ stock គីឡូធ្ងន់ប្រចាំតកូ Samsung តែម្ដងបាទសម្រាប់អតិជនដែលចង់បានតួថៃធានាមអាទូចនេះគឺអាទូចគុណភាពបាទគឺប្រភេទ Galaxy S24 5G បាទ S24 5G បាទ memory 256G ចំតែម្ដងបាទយើងមានចិត្ត20គ្រាប់ជាងហើយម្ដងណាក៏មានសៀពីស្រុកគេដែរអតិជនទាំងអស់គ្នាបាទឥឡូវយើងបើកសៀហ្មងទៅបាទបាទនិយាយក៏រៀងញ័រដែរតែខ្ញុំនេះបាទសរសើរយើងចូលស្តុកច្រើនមែនទេបាទអាចនិយាយថាតម្លៃ$400ជាង$400ជាងទេបាទអាចយកប្រភេទទីបានហើយ chipset ជាប្រភេទ Snapdragon 8 Gen 3កម្រិតកាមេរ៉ាគឺ50 មេហ្គាពិសេសបាទឬបិទភ្នែកតែម្ដងបាទ$400ជាង$400ជាងទេអញ្ចឹងបងប្អូនបញ្ជាក់មកជាប្រភេទតួថៃធានាមទាំងអស់ហើយតម្លៃនេះគឺអាចចរចាបានទេបាទមានគ្រឿងមកពេញ warranty ជូនមួយ3ខែតែម្ដងបាទមានបញ្ហាគឺមានដូរដាំថ្មីមានបញ្ហាគឺដូរដាំថ្មីបាទយើងមាន4ពណ៌បាទពណ៌ខ្មៅបាទពណ៌រៀង yellow បាទពណ៌ yellow ហើយនឹងពណ៌ទីតានីមកនេះបាទស្អាតសាហាវមែនតើបាទអញ្ចឹងមកចង់បានអាចមើលហាង K1 បានមកទាំងសៀសឹងទាំងអស់ហើយបាទតម្លៃគឺ promotion មែនតើ$400ជាង$400ជាងទេចេញនៅឆ្នាំ2024បាទកប់សេរីមែនតើបងនេះបាទតោះនេះគឺជា Sony Xperia 1 បាទ Xperia 1នេះចេញនៅកំឡុងឆ្នាំ2019ហើយកម្រិតបង្ហាញរហូតដល់ 4K ខ្ញុំគិតថាអ្នកដែលធ្វើការកម្រិតបង្ហាញច្បាស់អាចទស្សនាវីដេអូនេះបានហើយមួយទៀតម៉ាស៊ីននេះតម្លៃតែ$85ទៅ$110នោះអ្នកទិញបានហើយបាទតាម condition តោះនេះយកស្អាតគឺ110ខ្ញុំចាត់ជួនច្បាស់បាទតោះនេះយកស្នាមទូតិចគឺតែ$85ទេហើយម៉ាស៊ីននេះខ្ញុំដាក់នៅ caption ដែលថា free ជូនមួយ set មកមានទាំងច្រើនសារមានទាំង test បូកជាមួយនឹង screen ទៅលើ software ខ្ញុំមានជូន3ខែបើ hardware 1ខែហើយសម្រាប់ម៉ាស៊ីននេះមានច្រើនណាស់អ្នកអាចទស្សនាបានបាទមានពណ៌ខ្មៅមានពណ៌ខៀវក៏ដូចជាពណ៌ខ្មៅផងដែរហើយថ្ម3បីណាបាទគឺ3330មីលីអាំពែម៉ោងហើយ chip 855បាទហើយសេវាវាក៏អនដែរមួយទៀតកម្រិតបង្ហាញ 4K អេក្រង់ជាប្រភេទ OLED support មកជាមួយនឹង HDR ហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺ storage 64GB បាទអញ្ចឹងសម្រាប់អ្នកដែលស្រឡាញ់ជាមួយនឹងប្រភេទSony បាទ Sony Xperia 1បាទកន្លែងនេះគឺកន្លែងដាក់ជើង SIM អីបាទពិបាកកាន់តិចបាទនេះកន្លែងដាក់ជើង SIM ខ្ញុំបោះឲ្យមើលបាទកន្លែងដាក់ជើង SIM កន្លែងដាក់ជើង SIM នេះសំខាន់គឺវាអាច add slot ជាប្រភេទ SD card ដែលថាអ្នកដាក់ជាមួយនឹងទំហំ storage បានបន្ថែមក្នុងម៉ាស៊ីនក្បួនអ្នកអាចដាក់256ក៏បាន512ក៏បានវីដេអូបានអញ្ចឹងតែនៅស្លាញ់កាមេរ៉ា3 Sony Xperia 1ម៉ាស៊ីនចេញពីកំណត់ឆ្នាំ2019បាទតម្លៃ$85ទៅ$110អាចលេខជាមួយខាង U1 បានបាទឥឡូវមាន stock ហើយអញ្ចឹងតែនៅត្រូវការតម្លៃទូម៉ាស៊ីនខ្លាំងបាទអេក្រង់ច្បាស់ល្អកាមេរ៉ាច្បាស់អាចមកយកបានអរគុណខ្ញុំគិតថា fan LG គឺគាត់នៅតែស្រឡាញ់តកូល LG អញ្ចឹងហើយសម្រាប់តកូល LG ឥឡូវគឺបិទវគ្គឈប់ចេញមកអីសម្រាប់ក្រុមហ៊ុន LG មួយណាប៉ុន្តែគ្រាន់ថាស៊េរីចាស់ៗគឺយើងនៅតែមានមកចូល stock មកអញ្ចឹងសម្រាប់ដូច LG Velvet ដែលទៅបញ្ចុះ stock ក្នុងថ្ងៃនេះអញ្ចឹងបានចំនួន5 6ដើមមកទេប៉ុន្តែអីវ៉ាន់គឺសិតតែក្រែស្អាតភ្លឹងមកតែម្ដងជាមួយនឹង LG Velvet នេះអញ្ចឹងនៅឆ្នាំ2020បងប្អូនអរគ្នាអីវ៉ាន់នេះគឺជាប្រភេទអីវ៉ាន់មួយដែលកម្រខ្លាំងមែនតើហើយល្បឿនក៏លឿនកាមេរ៉ាក៏ធំ RAM ក៏ធំដែរបងប្អូនអរគ្នាណាសម្រាប់ LG Velvet នេះមាន RAM 8GB ជាមួយនឹង storage 128GB បងប្អូនអរគ្នាជាមួយនឹងកាមេរ៉ារហូតដល់48 megapixel អេក្រង់ 6.7 inch ហើយស្ដើងមែនតើជាមួយនឹង LG Velvet នេះគឺទំហំថ្មក៏ធំគួរសមដែររហូតដល់4300មីលីអាំពែម៉ោងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់បានជាមួយនឹង LG Velvet អាចមករកបានតម្លៃក៏ធូរដែរតម្លៃគឺត្រឹមតែ$155ទេក្រែស្អាតភ្លឹងតែម្ដង
បាទវីដេអូនេះគឺបងអូនលក់តែក្រដេត99ដូចថ្មីទេដូចជាប្រភេទ LG V60 នេះអញ្ចឹងនិយាយទៅយើងចូលមកចិត្ត20គ្រាប់ជាង99%សុទ្ធតែម្ដងមកហើយតម្លៃវាគឺ special price មែនតើអាចនិយាយថា175ដុល្លារបាទ175ដុល្លារទេបាទមានគ្រឿងមកពេញហើយមក warranty 1ខែពេញមកមានបញ្ហាដូរដាំថ្មី RAM វាគឺ 8G memory 128G វីដេអូបានទៅដល់ 8K ហើយធំថ្មបាទសាហាវមិនដល់5000ពេញតែម្ដងអញ្ចឹងបងប្អូនបញ្ជាក់យើងមកជាប្រភេទ stock Snom Sin ហើយជាប្រភេទចុងក្រោយបាទរបស់ក្រុមហ៊ុន LG ដែរបាទ software អាប់ដេតបានធម្មតាទេងាកទៅមើលកម្រិតកាមេរ៉ាវាគឺ64 megapixel បាទ3គ្រាប់មកនេះមកអញ្ចឹងគឺកប់មែនតើបានទាំង speaker ទាំងអីគឺបាទអាចទទួលយកបានតែម្ដងអញ្ចឹងសម្រាប់ទស្សនិកជនចង់បាន LG V60 បាទ Sync 5G បាទអាចតាក់ទងទេកណាបាន096 7555 175ដុល្លារបាទ175ដុល្លារចរចាទៀតបាទ ដោយសារមានការគ្រប់គ្រងច្រើនអញ្ចឹងឲ្យបានបើយើងគឺចូលមកគឺច្រើនតែម្ដងសម្រាប់មកថ្ងៃនេះមិនក្រោមពី10ដើមជាងទេគឺក៏ Pixel Fold បងប្អូនអរគ្នាចំនួនទី1ណាហើយដោយអពណ៌សនេះមកតាមកលុកក្លៀតណាទេមកបានមួយដើមដែរនេះពងតែមានបងប្អូនក៏សួររកច្រើនផងឥឡូវមកបានមួយដើមទៀតហើយសម្រាប់មួយដើមនេះគឺ condition គឺនៅស្អាត99%តែម្ដងណាសម្រាប់មួយដើមនេះគឺពណ៌សគឺស្អាតប្លែកដោយសារវាមានពណ៌ខ្មៅចូលមកពីមុនច្រើនហ្នឹងអញ្ចឹងដល់ពេលឃើញពណ៌សមកគឺប្លែកស្អាតខ្លាំងមែនតើហើយមិនមកថាសានេះមិនមែនណាមកតែទូរស័ព្ទទេតម្លៃក៏ពិសេសជូនផងដែរតម្លៃពីមុន600ក្រាស់បងប្អូនអរគ្នា660ទៅ670ប៉ុន្តែគាត់ថាចូលមកមួយសិននេះតម្លៃគឺត្រឹមតែ595ដុល្លារទេបងប្អូនអាចយក Grace ស្អាត99%ភ្លឹងស្អាតទៅប្រើប្រាស់បានហើយសម្រាប់ Grace តួតិចឬក៏អាចបានថា Graster តិចណាតម្លៃគឺត្រឹមតែ545ដុល្លារឬក៏565ដុល្លារទេបងប្អូនអាចយកទៅប្រើប្រាស់បានហើយសម្រាប់ Google Pixel Fold នេះណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់បានជាមួយ Google Pixel Fold អាចមករកបានហាងលក់ទូរស័ព្ទដៃ B1 មាន2ពណ៌ក៏មានច្រើនជម្រើសនេះគឺជា iPhone 13 Pro Max 2ដើមដែលមានតម្លៃសមរម្យបំផុតប្រចាំហាង U1 ហើយវាក៏ជាតម្លៃមួយដែលស័ក្តិសមសម្រាប់អ្នកដែលមានបាត់ចិត្តល្មមក្នុងការដែលចង់ប្រើប្រាស់ជាមួយនឹង iPhone 13 Pro Max ផងដែរតម្លៃត្រឹមតែ435ដុល្លារនេះលោកអ្នកនឹងទទួលបានជាមួយនឹងម៉ាស៊ីន iPhone 13 Pro Max ដែលកូដ LLA ដាក់ SIM មួយប្រើប្រាស់បាន eSIM មួយបន្ថែមអញ្ចឹងសរុបទៅគឺ2 SIM ហើយបូករួមជាមួយនឹងទំហំ storage រហូតដល់ទៅ128 GBខ្ញុំបញ្ជាក់ជូនបន្តិចតម្លៃដែលខុសជាមួយនឹងទីផ្សារបែបនេះគឺវាទទួលបានជាមួយនឹងការដំឡើងជាលើកទី2ដែលចេញពី Apple ដែលគេបញ្ជាក់នៅក្នុង Real System ថា Apple Genuine Pad បើថាគ្រឿងបង្គុំទាំងអស់ដែលគេផ្លាស់ប្ដូរនៅក្នុងនេះគឺចេញពីរោងចក្ររបស់ Apple តែម្ដង Accessory គឺជាគ្រឿងដំឡើងទាំងអស់គឺ Original របស់ Apple តែសួរថាការប្រើប្រាស់ដូចទៅនឹង Smartphone ដែលផ្សេងអត់គឺវាដូចគ្នាមិនខុសគ្នាប្លែកនោះទេហើយខ្ញុំឧទាហរណ៍ឲ្យទាំងអស់គ្នាបានស្ដាប់ឬក៏ជាក់ច្បាស់មួយដូចដែលយើងបាត់កាត់គ្រីជាមួយនឹងកាត់គ្រីម៉ូតូអញ្ចឹងនៅពេលដែលយើងទៅធ្វើនៅក្រសួងជាលើកទី2ឬក៏ជាលើកទី3គេនឹងដាក់បញ្ជាក់ថាទុតិយតាឬក៏តតិយតាដែលអ្វីទាំងអស់នេះគឺវាស៊ីនទាំងអស់ទេតែគាត់តែបញ្ជាក់ថាវាធ្លាប់ដោះដូរឬក៏ធ្លាប់បាត់បង់ជាលើកទី1ហើយយើងមកធ្វើជាលើកទី2អញ្ចឹងប្រសិនបើទាំងអស់គ្នាត្រូវការ iPhone 13 Pro Max តម្លៃសមរម្យគុណភាពល្អក៏ដូចជាគ្រឿងបង្គុំទាំងអស់ដែលចេញពី Apple SIM Original ហើយមានការធានារហូតដល់ទៅ3ខែទៅនោះអាចជ្រើសជាមួយនឹង iPhone 13 Pro Max ដែលមាន Apple Genuine Pad នេះបាន